នៅក្នុងមន្ទីរពេទ្យឈួតគេរៀបចំកម្មវិធីពិសោធន៍អ្នកជំងឺឈួតអញ្ចឹងគេបានគូររូបទ្វារឲ្យដូចទ្វារអញ្ចឹងនៅលើជញ្ជាំងមួយហើយគេយកអ្នកឈួត3នាក់ជំងឺឈួត3នាក់មកពិសោធន៍ណាគេប្រាប់អ្នកជំងឺឈួតនឹងថាបើអ្នកទាំង3អាចបើកទ្វារដើរចេញតាមទ្វារនឹងបានគេនឹងឲ្យត្រឡប់ទៅផ្ទះវិញព្រោះអ្នក3អាចជាហើយគ្រាន់តែលឺអញ្ចឹងអ្នកឈួតទី1និងទី2នោះគាត់នាំគ្នារត់ទៅបើកទ្វារហ្នឹងបើកទ្វារមិនរួចគាត់បុកទ្វារបោកបុកទ្វារផងគាត់គាស់ទ្វារនឹងផងគាត់ប្រើគ្រប់វិធីក្នុងការបើកទ្វារហ្នឹងពោះពេទ្យបានថាបើសិនជាបើកទ្វាររួចបានចេញទៅផ្ទះចម្លែកតែអ្នកជំងឺឈួតទី3នោះគាត់ឈរមើលហើយគាត់សើចបណ្ដាគាត់គួយក្បាលបណ្ដាហើយគាត់ឈរមើលគាត់អត់ទៅបើកទ្វារហ្នឹងទេគាត់ឈរមើលហើយគាត់សើចហួសចិត្តនឹងអ្នកឈួតទាំងពីរអ្នកទៀតតែអញ្ចឹងក្រុមពេទ្យហ្នឹងគាត់ទៅសួរគាត់ថាមិនបានអ្នកឯងមិនទៅបើកទ្វារជាមួយនឹងគេប្រយ័ត្នគេបើកបានគេចេញទៅផ្ទះមុនណាអ្នកឈួតទី3ឆ្លើយថាខ្ញុំអត់ភ្លើដោយពួកហ្នឹងទេវាខំប្រឹងគាស់ទ្វារបោកបុកទ្វារខ្ញុំអត់ចាំបាច់ទេលោកគ្រូពួកខ្ញុំមានសោហើយបាទលទ្ធផលនៃការពិសោធន៍ឃើញថាពួកគាត់ទាំង3នៅតែឈួតដដែល